លោកអគ្គលេខាធិការអង្គការសហជីពគាត់បានចេញមកនិយាយហើយគាត់បានព្យាយាមកែតម្រង់ការចំណាយរបស់អង្គការខ្លាំងមែនទែនតែឥឡូវកែតម្រង់យ៉ាងណាក៏អស់លទ្ធភាពហើយលោកចេញមកប្រកាសបើនៅតែបន្តអញ្ចឹងទៀតលោកអង្គតូនីយ៉ូហ្គូរ៉េសអគ្គលេខាធិការអង្គការសហជីពជាតិលោកបានចេញមកប្រកាសអាសន្នណាថាអង្គការសហជីពចិត្តបែងក្រាបហើយដោយសារតែมันមានអ្នកបង់វិភាគទានយើងឃើញមួយរយៈនេះពិភពលោកវឹកវរលែងមានសម្ដាប់ធ្នាប់លែងអីអស់ទៅណាវាហាក់បីដូចជាអង្គការសហវិជាតិលែងមានតម្លៃយើងឃើញប្រទេសជាច្រើនបានផ្អាកបង់វិភាគទានទៅអង្គការសហជីវជាតិហើយជាពិសេសគឺសហរដ្ឋអាមេរិកគាត់បានដកខ្លួនចេញពីអង្គការជាច្រើនដែលនៅក្រោមអង្គការសហជីវជាតិហ្នឹងណាជាង60អង្គការដែលនៅក្រោមអង្គការសហជីវជាតិហ្នឹងវាធ្វើឲ្យអង្គការសហជីវជាតិខ្វះគេហៅខ្វះទុនសម្រាប់ដំណើរការអង្គការសហជីវជាតិលោកអគ្គលេខាធិការអង្គការសហជីវជាតិគាត់បានចេញមកនិយាយហើយគាត់បានព្យាយាមកែតម្រង់ការចំណាយរបស់អង្គការខ្លាំងមែនទែនតែឥឡូវកែតម្រង់យ៉ាងណាក៏អស់លទ្ធភាពហើយលោកចេញមកប្រកាសបើនៅតែបន្តអញ្ចឹងទៀតគឺអង្គការសហជីវជាតិនឹងដួលរលំនឹងបែងក្រាបហើយយើងឃើញថាបំណុលដែលប្រទេសជាច្រើនមិនទាន់បង់ណាមានដល់ទៅ1.5 លានដុល្លារណានេះជាបំណុលដែលប្រទេសជាច្រើនជំពាក់អង្គការសហជីវជាតិមិនបានបង់ណាយើងឃើញគ្រាន់តែសហរដ្ឋអាមេរិកមួយជំពាក់អង្គការសហជីវជាតិដល់ទៅ2.19 លានដុល្លារណាកាលពីឆ្នាំមុនអាមេរិកអត់បានបង់822 827 លានដុល្លារហើយសម្រាប់ឆ្នាំ2026ហ្នឹងក៏អត់ទាន់បង់ដែរគឺ777 លានដុល្លារណាហើយវីណេស៊ុយឡាដល់ទៅ37 លានមិចស៊ិកដល់ទៅ20 លានអញ្ចឹងប្រទេសដែលជាពាក់អង្គការសហជីវជាតិច្រើនជាងគេគឺសហរដ្ឋអាមេរិកអញ្ចឹងហើយធ្វើឲ្យអង្គការសហជីវជាតិខ្វះទុនសម្រាប់ចំណាយណាចំណាយប្រតិបត្តិការសប្បុរសធម៌ប្រតិបត្តិការប្រជុំឬក៏ប្រាក់ខែបុគ្គលិកហ្នឹងខ្វះខ្លាំងមែនទែនឥឡូវហើយយើងឃើញលោកដូណាល់ត្រាំគាត់ថាគាត់នឹងចេញមុខមកជួយអង្គការសហជីវជាតិប៉ុន្តែគេចោទសួរលោកត្រាំហើយសួរក្រសួងការបរទេសសហរដ្ឋអាមេរិកថាតើត្រូវសងលុយមកអង្គការសហជីវជាតិនឹងពេលណាហើយសងមកអត់មានតែចម្លើយមកទេណាសូម្បីតែលោកត្រាំសូម្បីតែក្រសួងការបរទេសសហរដ្ឋអាមេរិកក៏មិនមានឆ្លើយតបនឹងសំណួរនឹងដែរអញ្ចឹងនឹងអង្គការសហជីវជាតិដំណើរការទៅរួចឬក៏អត់បើឥឡូវលោកត្រាំបង្កើត board office ប្រុងយកមកជំនួស UN ទៅហើយអញ្ចឹងបើដួលរលំ UN តើពិភពលោកទៅជាយ៉ាងណាយើងឃើញហើយបើសិនជាមិនមានចំណូលទៀតទេ UN នឹងរំលាយការប្រជុំធំហើយគេហៅមនុស្សធម៌ជំនួយមនុស្សធម៌ទៅប្រទេសក្រីក្រទៅប្រទេសដែលកំពុងជួបសង្គ្រាមហ្នឹងនឹងមានការផ្អាកហើយបុគ្គលិក UN នឹងត្រូវបញ្ឈប់ពីការងារជាច្រើនអញ្ចឹងហើយតើពិភពលោកទៅជាយ៉ាងណាសម្រាប់ប្រទេសទុនខ្សោយសម្រាប់ប្រទេសដែលជួបសង្គ្រាមហ្នឹងអញ្ចឹងយើងរងចាំមើលតើមានអាមេរិកចេញមកជួយ UN ឬក៏អត់ណាព្រោះឃើញអាមេរិកមួយរយៈនេះក៏ឆ្នាំងថ្នាក់ជាមួយ UN មិនសូវជាចូលជាមួយ UN ប៉ុន្មានទេអាមេរិកប្រុងដកខ្លួនចេញពី UN ទៀតប៉ុន្តែដោយសារតែវាដកខ្លួនចេញទៅវាអាក្រក់មើលពេកយើងគ្រាន់តែដកខ្លួនចេញពីអង្គការមួយចំនួននៅក្រោម UN យើងបន្តមកមើលការបោះឆ្នោតនៅជប៉ុនយើងឃើញការពីម្សិលមិញមានការបោះឆ្នោតសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មីដែរដោយសារតែជប៉ុនបានរំលាយសភាកាលពីខែមុនណាដោយសារតែវិបត្តិអតិបរណាព្រមទាំងភាពតានតឹងរវាងជប៉ុនហើយនិងចិនបានកើតឡើងធ្វើឲ្យអ្នកស្រី Takaichi Sanae គាត់បានប្រកាសរំលាយសភាដើម្បីមានការបោះឆ្នោតឡើងវិញអញ្ចឹងក្រោយពីការរំលាយសភាហើយក៏បានរៀបចំបោះឆ្នោតកាលពីម្សិលមិញណាកាលពីថ្ងៃអាទិត្យណាយើងឃើញថាតាមការធ្វើស្ថិតិទៅគណៈបកលោកស្រី Sanae ដែលជាគណៈបកសេរីប្រជាធិបតេយ្យ
ហើយបូកនឹងបច្ចុប្បន្នមិត្តរបស់គាត់មួយទៀតគឺអាចនឹងទទួលបានសម្លេងឆ្នោត310ណា310ក្នុងចំណោម465សម្លេងអញ្ចឹងនៅក្នុងសភាមានសរុបទាំងអស់វា465សម្លេងហើយគណៈបកគាត់ព្រមទាំងសម្ព័ន្ធមិត្តបករបស់គាត់បូកចូលទៀតទៅអាចបាន310អញ្ចឹងអាចនឹងទទួលជ័យជំនះអាចនឹងអ្នកស្រីនឹងក៏ឡើងកាន់តំណែងឡើងវិញណាយើងឃើញមុននឹងមានការបោះឆ្នោតហ្នឹងលោកស្រីគាត់បានធ្វើការឃោសនាបោះឆ្នោតគាត់នឹងកែប្រែគាត់នឹងលុបបំណុលសាធារណៈណាហើយកាត់បន្ថយពន្ធ8%ពន្ធទៅលើស្បៀងអាហារដែលនាំចូលទៅក្នុងប្រទេសជប៉ុនដើម្បីកាត់បន្ថយតម្លៃទំនិញកុំឲ្យវាថ្លៃពេកកុំឲ្យអតិផរណាកើនឡើងខ្លាំងពេកហើយកែតម្រង់គោលនយោបាយគេហៅគោលនយោបាយ Japanese first ឲ្យដូចអាមេរិកដែរអាមេរិកDonald Trump គាត់ American first អញ្ចឹងជប៉ុនគាត់ Japanese first ដើម្បីទប់ទល់ជាមួយនឹងគេហៅថាទិដ្ឋអន្តរប្រវេសន៍ខុសច្បាប់អញ្ចឹងគាត់យកគំរូតាមលោកត្រាំយើងឃើញលោកត្រាំគាត់ផ្ញើសារជូនពរមុនបោះឆ្នោតទៅទៀតកាលពីថ្ងៃសុក្រគាត់ផ្ញើសារជូនពរហើយនឹងគាំទ្រលោកស្រីសាណាអេនឹងជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនអញ្ចឹងហេតុអីបានលោកត្រាំរៀងលំអៀងចាប់អារម្មណ៍ទៅលើគណៈបកលោកស្រីច្រើនជាងគេដោយសារគណៈបកលោកស្រីបានសន្យាបង្កើនថវិកាចំណាយទៅលើទាហានទៅលើការពារជាតិអញ្ចឹងបើបង្កើនថវិកាទៅមានន័យថាជប៉ុនយកលុយទៅទិញអាវុធរបស់អាមេរិកទី1ហើយទី2ហើយគាត់សន្យាថានឹងចំណាយវិនិយោគទុនទៅក្នុងប្រទេសអាមេរិកច្រើនណាអញ្ចឹងអាពីរនឹងហើយដែលធ្វើឲ្យលោកត្រាំគាំទ្រអ្នកស្រីអញ្ចឹងបើតាមស្ថិតិយើងជឿថាអ្នកស្រីអាចនឹងជាប់ជានាយករដ្ឋមន្ត្រីបន្ថែមទៀតអាណត្តិក្រោយទៀតបំណុលសាធារណៈរបស់ប្រទេសជប៉ុនកើនឡើងខ្លាំងណាបំណុលសាធារណៈលើស GDP ដល់ទៅ 200% មានន័យថាបំណុលច្រើនជាងចំណូលណាដល់ទៅ 200% មិនធម្មតាទេអញ្ចឹងជប៉ុនកំពុងតែជួបវិបត្តិបំណុលសាធារណៈហ្នឹងបូករួមនឹងវិបត្តិគេហៅថាអតិផរណាលុយជប៉ុនធ្លាក់ថោកខ្លាំងពេកណាអញ្ចឹងហើយធ្វើឲ្យអតិផរណាកើនឡើងខ្លាំងអញ្ចឹងអ្នកស្រីសន្យាថានឹងបញ្ចេញសាច់ប្រាក់117,000 លានអឺរ៉ូដើម្បីមកដោះស្រាយវិបត្តិអតិផរណាហើយនឹងជួយការវិនិយោគនៅប្រទេសជប៉ុនឲ្យមានការរីកចម្រើនកើនឡើងវិញតែខាងអ្នកវិភាគគេជឿថាការដែលបញ្ចេញសាច់ប្រាក់នេះនឹងធ្វើឲ្យកាន់តែមានបំណុលសាធារណៈកាន់តែច្រើនអញ្ចឹងយើងមកមើលព័ត៌មានសម្រាប់សប្តាហ៍នេះណាយើងឃើញមានការប្រែប្រួលកាលពីសប្តាហ៍មុនព័ត៌មាន Nanfan ដែលនឹងចេញនៅថ្ងៃសុក្របានលើកយកមកថ្ងៃនេះវិញដោយសារតែយើងឃើញហើយសប្តាហ៍មុនមានវិបត្តិនៅអាមេរិកគឺ government shutdown ប៉ុន្តែ government shutdown តែមួយផ្នែកទេព្រោះគេមានគេបោះឆ្នោតបញ្ចេញកញ្ចប់សាច់ប្រាក់មួយចំនួនដើម្បីជួយស្ដារនិងកុំឲ្យវាបិទទាំងអស់វានឹងធ្វើឲ្យសហរដ្ឋអាមេរិកចលាចលអញ្ចឹងយើងឃើញថ្ងៃច័ន្ទអត់មានព័ត៌មានទេថ្ងៃអង្គារមាន core retail sale ហើយនឹង retail sale អញ្ចឹងព័ត៌មានថ្ងៃអង្គារ retail sale ជាព័ត៌មានសំខាន់ដែរការចំនួនទំនិញដែលលក់រាយមានការកើនឡើងឬក៏ថយចុះនៅសហរដ្ឋអាមេរិកថ្ងៃពុធនឹងមានចេញព័ត៌មានដែលលើកពីថ្ងៃសុក្រសប្តាហ៍មុនយកមកដាក់វិញមាន Nanfam មាន unemployment rate ថ្ងៃព្រោះមាន GDP នៅម៉ោង2 GDP របស់លុយអង់គ្លេសលុយផោនម៉ោង 8:30 នាទីយប់មាន unemployment claim ប្រចាំសប្តាហ៍ចំនួនប្រជាជនដែលតែ claim ប្រាក់អត់មានការធ្វើណាជារៀងរាល់សប្តាហ៍ហើយថ្ងៃសុក្រមានព័ត៌មានសហរដ្ឋអាមេរិកដែលសំខាន់ដែរគឺ CPI Consumer Price Index ណាដែលសំខាន់ជាងគេគឺ CPI ប្រចាំឆ្នាំនេះគេសំដៅទៅលើអតិផរណារបស់សហរដ្ឋអាមេរិកណាអញ្ចឹងព័ត៌មានសំខាន់មាន2 Nanfam និង CPI អតិផរណាដែលនឹងធ្វើឲ្យលុយសហរដ្ឋអាមេរិកឡើងឬក៏ចុះអញ្ចឹងតើយើងមកមើលតម្លៃមាសគេឃើញតម្លៃមាសរៀងសាយពេលឡើងពីខ្លះហើយយើងឃើញនិន្នាការមាសនៅនិន្នាការតម្លៃទេហើយ signal ក៏អាប់ដែរអញ្ចឹងអាចនឹងបន្តឡើងថែមទៀតអញ្ចឹងសប្តាហ៍មុនមូបាន693 ពីបណា$693ណាហើយព្រឹកមិញមាសគឺ4,990.25 ក្នុងមួយអោនណា8G 3ហ៊ុនហើយនឹងឡើងទៅរក resistance វិញបើ break resistance 5,090.25
57នឹងឡើងទៅច្រើនទៀតហើយឡើងទៅខ្លាំងវិញទៀតហើយតែបើអត់ទេវាទម្លាក់មករក support វិញយើងមើល Bitcoin វិញ Bitcoin ចុះជាប្រវត្តិសាស្ត្រដែរ Bitcoin ណាទម្លាក់ខ្លួនយើងឃើញហើយព្រឹកមិញ Bitcoin នៅសល់តែ 7,400 ជាងទេធ្លាក់ពី12,000មក 7,000 ជាងហើយកាលពីសប្តាហ៍មុនហ្នឹងធ្លាក់មកដល់ 50,000 ជាង 59,000 ជាងហើយព្រឹកមិញយើងឡើងទៅវិញខ្លះដោយសារតែវាអ្នកវិនិយោគគេលក់ Bitcoin ចេញទៅទិញមាសដោយសារតែមាសវាចុះថោកអញ្ចឹងទីរឿងសុវត្ថិភាពអញ្ចឹង Bitcoin អាចនឹងបន្តចុះមកបន្ថែមទៀតជាចិត្តថាអាចចុះមកបន្ថែមទៀតណា Bitcoin យើងមកមើលតម្លៃប្រេងវិញនិន្នាការប្រេងនៅនិន្នាការ up signal down តិចអញ្ចឹងប្រេង sideways អញ្ចឹងសប្តាហ៍មុន move បាន440 pip ណាអញ្ចឹងប្រេងព្រឹកមិញគឺនៅ 63.10 ក្នុង1បារ៉ែលហើយអាចនឹងបន្តឡើងថែមទៀតទៅរក 65.56 បើប្រេក 65.56 នឹងឡើងទៅខ្លាំងថែមទៀតតែបើអត់ទេរេរាចុះក្រោមវិញសម្រាប់លុយជប៉ុនយើងឃើញហើយក្រោយពីបោះឆ្នោតកាលពីថ្ងៃអាទិត្យហើយឃើញលុយជប៉ុននៅនិន្នាការអាប់លុយអាមេរិកណានៅនិន្នាការអាប់លុយជប៉ុននៅ down ឡើយទេណាសប្តាហ៍មុនមូបាន317 ទីនិន្នាការអាប់ signal អាប់តម្លៃ$1អាមេរិកស្មើនឹង156.79យេនណាព្រឹកមិញអញ្ចឹងអាចនឹងឡើងទៅរក resistance ឡើងវិញបើអត់ break resistance 59.23 ទេនឹងទម្លាក់មករក support វិញនឹងមានន័យថាអាមេរិកធ្លាក់ថ្លៃវិញអញ្ចឹងរងចាំមើលតើអាច break resistance ឬក៏អត់សម្រាប់លុយអឺរ៉ូវិញលុយអឺរ៉ូយើងឃើញហើយក្រោយពីព័ត៌មានมันមានការខាត់ rate ទេអញ្ចឹងវាធ្វើឲ្យលុយអឺរ៉ូឡើងថ្លៃណានិន្នាការលុយអឺរ៉ូគឺនិន្នាការ up ណាហើយ signal ក៏ up អញ្ចឹងនៅបន្តឡើងថែមទៀតសប្តាហ៍មុនមូបាន107 ពីបស្មើនឹង$10ជាងណាព្រឹកមិញលុយអឺរ៉ូបើកផ្សារមកគឺ1អឺរ៉ូដូរបាន$1.18 17អញ្ចឹងបកឡើងទៅវិញហើយអញ្ចឹងគេមើលតែរ៉ូអាចទៅ break resistance $1.2080 អត់បើអត់ break ទេធ្លាក់ចុះមកវិញតែបើ break នឹងឡើងទៅខ្លាំងសម្រាប់លុយ pound វិញក៏ដូចគ្នាដែរណាលុយ pound សប្តាហ៍មុនมันមានការរក្សាមានការកាត់អត្រាការប្រាក់ទេលុយ pound មានការ up ណា signal down និង sideways បន្តិចហើយសប្តាហ៍មុនមូបាន224 ពីបណាស្មើនឹង$22ព្រឹកមិញ1 pound ដូរបាន$1.3593អញ្ចឹងនឹងបន្តឡើងទៅរក resistance $1.3732ទៀតបើ break នឹងឡើងទៅខ្លាំង